ព័ត៌មានពិស្ដារគឺព័ត៌មានទី1នេះគឺមានសេចក្តីរាយការណ៍ច្រើននៅក្នុងប្រទេសកម្ពុជាចឹងខ្ញុំសូមដកស្រង់មកជម្រាបជូនប្រិមិត្តគឺបើយោងតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជានោះគឺសេចក្តីថ្លែងការណ៍បានបដិសេធចោលនៅសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ថៃគឺអ្នកស្រី Sabida Thaisit ដែលបានអះអាងកាលពីថ្ងៃទី6ខែកុម្ភៈថាប្រាសាទតាក្របីនិងប្រាសាទតាមាន់ជារបស់ថៃបាននៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានមួយកាលពីថ្ងៃទី8ខែកុម្ភៈនេះគឺក្រសួងវប្បធម៌របស់កម្ពុជាបានបញ្ជាក់ជាថ្មីថាទីតាំងប្រវត្តិសាស្ត្រទាំងនេះមានទីតាំងស្ថិតនៅក្នុងទឹកដីនៃអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាហើយបដិសេធយ៉ាងដាច់អហង្ការតែម្ដងចំពោះការទាមទារដោយភាគីថៃបាទក្រសួងវប្បធម៌បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នោះគឺថាគឺអ្វីដែលមាននៅទីនោះគឺវាស្របទៅតាមផែនទីបារាំងសៀមឆ្នាំ1904និង1907បាទគឺមានបញ្ជាក់យ៉ាងច្បាស់ពីអធិបតេយ្យភាពរបស់កម្ពុជាទៅលើប្រាសាទទាំងនោះហើយបញ្ជាក់បន្ថែមទៅដោយដីកាសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិហៅថា ICJ តាមរយៈសារក្រមរបស់ខ្លួននៅឆ្នាំ1962តាក់ទងជាមួយនឹងប្រាសាទព្រះវិហារហើយខាងកម្ពុជាបាទតាមរយៈក្រសួងវប្បធម៌គឺបានបញ្ជាក់ថាការទាមទារណាមួយក៏ដោយណាដែលផ្អែកលើការចុះបញ្ជីជាឯកតោភាគីដោយខ្លួនឯងឬក៏ច្បាប់រដ្ឋបាលនៅក្នុងស្រុកខ្លួនឯងរបស់ថៃឆ្នាំណាក៏ដោយឆ្នាំ1935ក៏ដោយឬក៏ផែនទីដែលមិនមានអ្នកណាគេទទួលស្គាល់គូឯកតោភាគីនោះគឺមិនមានសុពលភាពផ្នែកច្បាប់នៅក្រោមច្បាប់អន្តរជាតិនោះទេហើយគឺมันអាចមកជំនួសសន្ធិសញ្ញាដែលបានចុះហត្ថលេខាក្នុងពេលកន្លងមកហើយបាទហើយថៃក៏បាននិយាយអំពីការជួសជុលប្រាសាទអញ្ចឹងក្រសួងក៏កម្ពុជាក៏ថាការជួសជុលដែលគ្មានការយល់ព្រមពីរដ្ឋជាដែនដីបាទគឺបានន័យថាឥឡូវនេះថៃក៏ថាអូនឹងបង្កើនការលបឿននៃការជួសជុលហើយកម្ពុជាតបថាអញ្ចឹងកម្ពុជាថាឥឡូវការជួសជុលមកលើទឹកដីកម្ពុជានេះគឺជាការរំលោភលើអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ស្ដីពីការកំណត់ព្រំដែនគោកនិងធ្វើឲ្យខូចស្មារតីនៃកិច្ចសហប្រតិបត្តិការអាស៊ានគឺកម្ពុជាមិនទទួលស្គាល់នោះទេបាទក្រសួងវប្បធម៌របស់កម្ពុជាបានបញ្ជាក់បន្ថែមថាការកាន់កាប់ឬការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌តាមរយៈវត្តមានយោធាឬកម្លាំងយោធាត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងក្រោមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងអនុសញ្ញាទីក្រុងឡាអេឆ្នាំ1954ស្ដីពីការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងករណីដែលមានចំនួនប្រដាប់អាវុធបាទហើយក្នុងសេចក្តីថ្លែងការណ៍នោះក៏បានឲ្យដឹងពីការធ្វើយ៉ាងណាដើម្បីការពារស្ថិរភាពក្នុងតំបន់បាទដើម្បីសន្តិភាពប្រវត្តិសាស្ត្រគឺកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់នៅសកម្មភាពឯកតោភាគីទាំងអស់បាទហើយមិនត្រឹមតែប៉ុណ្ណោះទេក៏កម្ពុជាថាបើសិនបើមិនចោះសម្រុងគ្នាបាទកម្ពុជាអញ្ជើញមកឲ្យថៃមកដោះស្រាយប្រកបដោយតម្លាភាពតាមរយៈកាតព្វកិច្ចផ្នែកច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិជាងតាមរយៈការប្រើប្រាស់កម្លាំងឬវោហារសាស្ត្របង្កហេតុហើយក៏ប៉ុន្តែកម្ពុជាក៏នៅតែបដិញ្ញាក្នុងការគោរពតាមកាតព្វកិច្ចរបស់ខ្លួននៅក្នុងការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួននិងរក្សាបូរណភាពព្រំដែនជាតិរបស់កម្ពុជាផងដែរបាទនេះគឺជាសេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌របស់ប្រទេសកម្ពុជាដែលត្រូវបានសារព័ត៌មានផ្សេងយកមកចុះផ្សាយផងដែរហើយខ្ញុំសូមសង្ខេបជូនខ្លឹមសារតែប៉ុណ្ណេះហើយបាទព័ត៌មានមួយទៀតនេះគឺខាងក្រសួងការបរទេសរបស់កម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍តវ៉ាប្រឆាំងនឹងវត្តមានយោធាកម្ពុជាហើយនឹងសកម្មភាពដែលកម្ពុជាចាត់ទុកថាជាសកម្មភាពខុសច្បាប់និងរំលោភទៅលើទឹកដីរបស់កម្ពុជាដោយការបន្តដាក់កុងតឺន័រនៅលើទឹកដីរបស់កម្ពុជាដូចជានៅខាងដល់មានជ័យហើយនឹងនៅខាងពោធិ៍សាត់ខេត្តពោធិ៍សាត់ជាដើមបាទអញ្ចឹងនេះគឺជាការតវ៉ាដែលកម្ពុជាបានធ្វើឡើងដែលសម្រាប់ជាឯកសារនៅក្នុងការតវ៉ានោះគឺវាមានសារៈសំខាន់ណាស់បាទអញ្ចឹងគឺចាប់តាំងពីដើមខែកុម្ភៈមកគឺថៃធ្វើសកម្មភាពច្រើនតាក់ទងជាមួយនឹងការដាក់កុងតឺន័រហ្នឹង
ហើយប្រិមិត្តដែលបានចូលកម្មវិធីនេះកាលពីថ្ងៃម្សិលមិញសម្រាប់អ្នកនៅអាមេរិកឬក៏ទៅជាព្រឹកមិញសម្រាប់អ្នកនៅកម្ពុជានោះគឺបើកងទ័ពជើងទឹករបស់ថៃនោះបានបញ្ជាក់ថាការដាក់កុងតឺន័រនោះគឺជាវិធានការបណ្ដោះអាសន្នទេដើម្បីការពារសន្តិសុខកុំឲ្យមានរឿងរ៉ាវកើតឡើងពីព្រោះការដាក់លួចបន្លាមានគេកាត់មានអីមកមានចិត្តកាត់មានអីអញ្ចឹងបាទឥឡូវគាត់មិនចង់ឲ្យមានរឿងហ្នឹងកើតឡើងអញ្ចឹងបាទគាត់ដាក់កុងតឺន័រសិនបាទហើយក៏មានប្រិមិត្តយើងមួយចំនួនមានប្រតិកម្មថាបើដាក់កុងតឺន័រដាក់ទៅដាក់នៅក្នុងដីនៃឯងទៅបាទគឺมันមកដាក់នៅលើដីរបស់គេបាទនេះគឺជាការវិវត្តទាំងនៅក្រសួងការបរទេសហើយនិងក្រសួងវប្បធម៌តាក់ទងជាមួយនឹងបាទទំនាក់ទំនងឬក៏ការប៉ះទង្គិចតាមបណ្ដោយព្រំដែនរវាងកម្ពុជានិងថៃបាទនេះជាព័ត៌មានទី1ណារីឯព័ត៌មានទី2គឺប្រិមត្តបានដឹងហើយគឺការបោះឆ្នោតនៅប្រទេសថៃដែលមានប្រជាពលរដ្ឋចេញមកបោះឆ្នោតយ៉ាងច្រើនដែលតាមមើលទៅគឺគេហៅថាចេញច្រើនបាទច្រើនជាងការរំពឹងទុកទៅទៀតនៅក្នុងពេលកន្លងមកនេះដែលមានការប្រកួតគ្នារវាងគណៈបកដែលប្រកាន់នយោបាយអភិរក្សនិយមនិងអ្នកធ្វើកំណែទម្រង់បាទអញ្ចឹងខ្ញុំសូមដកសងអត្ថបទនេះរបស់សារព័ត៌មាន Bloomberg បាទ Bloomberg គាត់បានរាយការណ៍ហើយសូមបកប្រែខ្លះក្រៅផ្លូវការគឺសារព័ត៌មាន Bloomberg គាត់បានបញ្ជាក់ថាមេដឹកនាំបន្ទាប់នៅក្នុងប្រទេសថៃឥឡូវនេះចេញជារូបរាងហើយក្រោយពីការបោះឆ្នោតនេះនៅថ្ងៃអាទិត្យនេះហើយនៅពេលដែលស្ថានីយ៍បោះឆ្នោតនានាបានបិទទ្វារនឹងការរាប់សន្លឹកឆ្នោតបានចាប់ផ្ដើមគឺយើងនឹងដឹងថាអ្នកណាជាអ្នកកាន់អំណាចរវាងមេដឹកនាំដែលប្រកាន់នយោបាយកំណែទម្រង់ហើយនឹងអ្នកដែលអភិរក្សនិយមចង់ឲ្យនៅដដែលបាទក៏ប៉ុន្តែការប្រកួតប្រជែងនេះគឺអាចនឹងប្រឈមមុខនឹងការធ្វើឲ្យមានការជាប់គាំងខាងនយោបាយបន្តទៀតនៅក្នុងប្រទេសថៃការប្រកួតប្រជែងនេះបាទគឺបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg គឺមានអ្នកចេញមកបោះឆ្នោតហ្នឹងគឺបាទច្រើនមកមានអ្នកចេញមកបោះឆ្នោតនឹងច្រើនហើយគឺជាការមួយប្រកួតដែលផ្ដោតទៅលើគណៈបកភូមិចៃថៃដែលគណៈបកគ្រប់គ្រងនយោបាយអភិរក្សនិយមទល់នឹងគណៈបកប្រជាជនបាទដែលជាគណៈបកកាន់នយោបាយកែតម្រង់បាទហើយនឹងគណៈបកមួយទៀតគឺគណៈបកភឿថៃគណៈបកភឿថៃគេថាជាគណៈបកដែលជាសัญลักษณ์បេត្រាមួយទៀតអញ្ចឹងដូច្នេះនេះគឺប្រៀបដូចជាការប្រកួត3បកនេះដែលនៅមុខគេខ្លាំងបើតាមសេចក្តីរាយការណ៍របស់ខាង Bloomberg បានឲ្យដឹងថាគឺគេមិនរំពឹងថាមានគណៈបកណាមួយគឺនឹងឈ្នះបានសម្លេងភាគច្រើនដាច់ខាតនោះទេនៅក្នុងសភាជាន់ទាបដែលមានអាសនៈចំនួន500នេះបាទគឺជារឿងមួយដែលអាចនឹងឈានទៅដល់ការបង្កើតរដ្ឋាភិបាលចម្រុះឡើងវិញទៀតហើយដែលដំណោះស្រាយបែបនេះគឺជាដំណោះស្រាយដែលមិនមានស្ថិរភាពក្នុងពេលកន្លងមកដែលធ្វើឲ្យមានបញ្ហាជាប់គាំងនយោបាយដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសថៃបើយោងតាមសេចក្តីរាយការណ៍នេះបានឲ្យដឹងបន្ថែមទៀតថាគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃនឹងចាប់ផ្ដើមចេញលទ្ធផលឆ្នោតក្រោយពីការបិទទ្វារមណ្ឌលនៅម៉ោង5ល្ងាចមកនៅក្នុងប្រទេសថៃបើអញ្ចឹងនៅពេលនេះគឺម៉ោង9:10យប់ហើយណាបាទលទ្ធផលចេញបដាហើយខ្ញុំឃើញនៅក្នុងរយៈរូបនេះប្រិមត្តឃើញហើយនៅមណ្ឌលខ្លះដែលខ្ញុំឃើញវីដេអូឃើញរូបថតហ្នឹងគឺមណ្ឌលរបស់គណៈបកភូមិចៃថៃហ្នឹងគឺពេលខ្លះគាត់នៅលេខ2ពេលខ្លះគាត់ឡើងមកលេខ3បាទពេលខ្លះគាត់នៅលេខ2ពេលខ្លះគាត់ចុះមកលេខ3រីឯគណៈបកប្រជាជនដែលជាគណៈបកយុវជននោះគឺបាទនាំមុខគេស្ទើរតែគ្រប់មណ្ឌលតែទាំងអស់បាទនេះបើតាមរូបភាពដែលខាងសារព័ត៌មាននេះបានថតផ្សាយណាបាទអញ្ចឹងបើតាមសេចក្តីរាយការណ៍នេះគឺឲ្យដឹងថាលទ្ធផលដែលបូកសន្លឹកឆ្នោតសរុបចិត្តទាំងអស់ហ្នឹងគឺអាចនឹងចាប់សពគ្រប់មុនពេលពាក់កណ្ដាលយប់នេះអញ្ចឹងនៅក្នុងពេលតែប្រហែលជា1ម៉ោងជាងឬក៏2ម៉ោងជាងទៀតទេពីប្រិមិត្តនឹងអាចដឹងហើយបាទអញ្ចឹងបើសិនជាមានអ្វីគឺខ្ញុំនឹងជម្រាបជូនតាមទំព័រ Facebook ក៏ប៉ុន្តែរំពឹងថាมันមានអ្នកណាឈ្នះដាច់ដែលថាมันជួបការជាប់គាំងដែលទៅសម្របសម្រួលគ្នាដើម្បីបង្កើតរដ្ឋាភិបាលនោះទេបាទគឺបើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាតាំងពីឆ្នាំ2005មកគឺប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីនឹង10រូបទៅហើយបាទដែលជា
តែមកកាន់អំណាចនៅក្នុងរដ្ឋាភិបាលនោះហើយគឺมันមានគណៈបកណាមួយដែលអាចនឹងដោះស្រាយបញ្ហាដាច់ណាទេដែលធ្វើឲ្យមានការជាប់គាំងទៅដល់បញ្ហាសេដ្ឋកិច្ចហើយធ្វើឲ្យសេដ្ឋកិច្ចរបស់ថៃហ្នឹងក៏នៅពីក្រោយប្រទេសជាប់របស់ខ្លួននឹងផងដែរបាទទោះបីជាមានការសន្យាយ៉ាងណាក៏ដោយបាទនេះបើតាមសេចក្តីរាយការណ៍របស់ Bloomberg ហើយបន្តទៀតហ្នឹងគឺគេមើលទៅថាការស្ទង់មតិរបស់ NIDA ដែលបានធ្វើកាលពីថ្ងៃទី31មករាដល់ថ្ងៃទី6កុម្ភៈបាទទៅចេញថ្មីនេះណាគឺមុនការបោះឆ្នោត2ថ្ងៃទេគឺបានបង្ហាញថាគណៈបកប្រជាជនរបស់ថៃហ្នឹងគឺទទួលបានសម្លេងគ្រប់គ្រងពីមហាជននោះប្រហែលជា 37% ហើយដែលអាចនឹងឈ្នះបានអាសនៈពី125ទៅដល់135ហើយគណៈបកភូមិใจថៃវិញបាទគឺទៅការរំពឹងថានឹងជាប់លេខ1បាទជាប់លេខ1បាទនេះគឺការស្ទង់មតិចុងក្រោយហ្នឹងបាទគឺគេថាគណៈបកភូមិใจថៃហ្នឹងជាប់លេខ1ដោយទទួលអាសនៈបានពី140ទៅ150បាទបើទោះបីជាមានការគ្រប់គ្រងតែ 19% ក៏ដោយបាទហើយគឺបើតាមរឿងនេះគឺជាចំណែកមួយដែលធំបាទនៅក្នុងពេលដែលគណៈបកនេះពីមុនមកគឺមិនទាន់បានទទួលបានច្រើនទេបាទអញ្ចឹងគឺនេះជាការមួយដែលរាយការណ៍ទៅដោយខាង Bloomberg បាទ Bloomberg ក៏រាយការណ៍នេះគឺខ្ញុំអានមកគឺចង់ជ្រួញចាំដែរណាបាទគាត់ថាភូមិใจថៃបានអាសនៈច្រើនពី140ទៅ150បាទនេះគឺការស្ទង់មតិពីថ្ងៃទី31ខែមករាដល់ថ្ងៃទី6ខែកុម្ភៈគឺមុននេះ2ថ្ងៃហើយអ្នកដែលធ្វើនឹងគឺវិទ្យាស្ថាន NIDA វិទ្យាស្ថានជាតិរបស់ខាងប្រទេសថៃនឹងតែម្ដងគណៈបកភូមិគណៈបកប្រជាជននោះទទួលបានអាសនៈលេខ2វិញបើទោះបីជាមានការគ្រប់គ្រងមានប្រជាប្រិយភាពខ្លាំងក៏ដោយបាទអញ្ចឹងតើលទ្ធផលពិតប្រាកដយ៉ាងណាតើវាដូចគ្នាស្តៀងគ្នាជាមួយនឹងការស្ទង់មតិនេះដែរឬទេយើងចាំមើលទាំងអស់គ្នាណាបាទនេះគឺការបោះឆ្នោតនៅក្នុងប្រទេសជប៉ុនម្ដងបាទរូបភាពនេះគឺបង្ហាញពីប្រជាពលរដ្ឋជប៉ុនទៅបោះចេញទៅបោះឆ្នោតនៅតាំងពីព្រឹកមិញមកអញ្ចឹងបោះឆ្នោត2ណានៅថៃក៏គួរចាប់អារម្មណ៍នៅជប៉ុនក៏គួរចាប់អារម្មណ៍នៅជប៉ុនហ្នឹងគឺមានធ្លាក់ព្រិលធ្លាក់អីច្រើនក៏ប៉ុន្តែប្រជាពលរដ្ឋហ្នឹងក៏ទៅចេញបោះឆ្នោតក្នុងចំនួនច្រើនដែរបាទចំនួនច្រើនដែរប្រជាគាត់រំភើបមិនដែលបាននាយករដ្ឋមន្ត្រីស្ត្រីហើយដាក់មកគោលនយោបាយចិត្តល្អទៀតបាទគាត់ចង់ឲ្យដឹកនាំប្រទេសឲ្យបានល្អបាទគឺនេះបើតាមសេចក្តីរាយការណ៍នានាបានឲ្យដឹងថាអ្នកស្រីនាយករដ្ឋមន្ត្រីដែលដឹកនាំគណៈបកប្រជាធិបតេយ្យសេរីនិយមនឹងបាទទំនងជានឹងពង្រឹងសម្លេងគ្រប់គ្រងរបស់ខ្លួនកាន់តែច្រើនឡើងនៅក្នុងសភាជាន់ទាបរបស់ប្រទេសជប៉ុនដោយគណៈបកនេះនឹងទទួលបានអាសនៈចន្លោះពី274ទៅ328បាទនៅក្នុងសភាដែលមានអាសនៈចំនួន465បាទគាត់នោះ274ហ្នឹងគឺម្នាក់ឯងហ្នឹងគឺលើសសម្លេងភាគច្រើនដាច់ខាតបាត់ទៅហើយបាទមិនបាច់ត្រូវការសម្ព័ន្ធមិត្តនៅក្នុងការបង្កើតរដ្ឋាភិបាលទេបាទហើយម្នាក់ឯងហ្នឹងគឺបានសម្លេងរហូតដល់300ជាងហ្នឹងគឺច្រើនណាស់បាទនេះបើតាមការព្យាករណ៍ដំបូងណាដោយប្រព័ន្ធផ្សព្វផ្សាយជប៉ុនផ្លូវការតែម្ដងគឺខាង NHK គាត់បានព្យាករណ៍អញ្ចឹងបាទជាទូទៅបើតាមសេចក្តីរាយការណ៍នេះគឺថាវាដូចគ្នានឹងការស្ទង់មតិក្នុងពេលកន្លងមកដោយធ្វើឡើងដោយសារព័ត៌មាន Nikkei និង Asahi Shimbun ដែលព្យាករណ៍ថាគណៈបក LDP គឺគណៈបកប្រជាធិបតេយ្យរបស់អ្នកស្រីនាយករដ្ឋមន្ត្រីហ្នឹងគឺហើយនឹងដៃគូចម្រុះហ្នឹងគឺនឹងទទួលបានអាសនៈចាញ់និគេគឺច្រើនជាង300ឯណោះបាទហើយ NHK បានព្យាករណ៍ថាសម្ព័ន្ធមិត្តនៅក្នុងរដ្ឋាភិបាលរបស់ជប៉ុននេះអាចនឹងឈ្នះអាសនៈបានទៅដល់366អាសនៈឯណោះបាទហើយប្រជាពលរដ្ឋហ្នឹងគឺថាមានសន្ទុះខ្លាំងណាស់នៅក្នុងការចេញមកបោះឆ្នោតបើទោះបីជាមានព្រឹត្តិការណ៍ក៏ដោយហើយមុនពេលរំលាយសភាហ្នឹងគឺគណៈបកកាន់អំណាចហ្នឹងគឺទទួលបានអាសនៈសរុបតែចំនួន230ទេបាទ230ទេហើយដោយមានអ្នកតំណាងរាស្ត្រឯករាជ្យ3នាក់មកជួយគ្រប់គ្រងផងដើម្បីឲ្យបានសម្លេងភាគច្រើនបាទ
នៅក្នុងសភាដើម្បីអនុម័តច្បាប់អីហ្នឹងបាទអ្នកស្រីសាណាអេតាកាអ៊ីជីហ្នឹងគឺជាមេដឹកនាំស្ត្រីដំបូងគេនៅក្នុងប្រទេសជប៉ុនហើយអ្នកស្រីបានរំលាយសភាហ្នឹងនៅថ្ងៃទី23ខែមករាដែលជាការមួយដែលគេមើលឃើញថាដើម្បីពង្រឹងការគ្រប់គ្រងហើយនឹងការដឹកនាំរបស់ស្ត្រីលោកស្រីនៅក្នុងការបោះឆ្នោតតាមរយៈការបោះឆ្នោតសភានេះបាទហើយគោលនយោបាយរបស់លោកស្រីគឺត្រូវបានគេគ្រប់គ្រងជាច្រើនបាទអញ្ចឹងឃើញទេបាទជប៉ុនសម្បត្តិវងកញ្ចក់បន្តិចគឺជប៉ុនគឺបាទនាយករដ្ឋមន្ត្រីកាន់អំណាចមិនបានយូរទេក៏ដូរជានិច្ចអ្នកខ្លះមិនកាន់ចាប់អាណត្តិបាទក្នុងពេលកន្លងមកមានតិចណាស់ដែលកាន់ចាប់អាណត្តិហើយគេមានវិធីសាស្ត្រអញ្ចឹងបាទគោលនយោបាយរបស់អ្នកស្រីក្នុងការចំណាយបង្កើនការចំណាយនោះគឺមានការចាប់អារម្មណ៍ច្រើនអញ្ចឹងអ្នកស្រីរំលាយសភាបោះឆ្នោតឡើងវិញបាទគេដូរបេក្ខជនបាទបេក្ខជនមុនបានសម្លេងទៀតដាក់ថ្មីទៅមានសំទុះទឹកចិត្តរបស់ប្រជាពលរដ្ឋអញ្ចឹងទៅមានការគ្រប់គ្រងច្រើនបាទអញ្ចឹងពេលខ្លះអញ្ចឹងណាការធ្វើនយោបាយយើងត្រូវមើលបរិបទនៅក្នុងប្រទេសគេគឺប្រជាពលរដ្ឋជប៉ុនគាត់ចង់បានមានកំណត់ថ្មីគោលនយោបាយថ្មីបាទគាត់ចេញមកគ្រប់គ្រងបាទអញ្ចឹងនៅជប៉ុនមកដល់ពេលនេះសឹងតែយើងដឹងហើយថាអ្នកស្រីនាយករដ្ឋមន្ត្រីនឹងបន្តការដឹកនាំទៀតគ្រាន់តែខុសមុនគឺបានសម្លេងកាន់តែមាំជាងមុនដូច្នេះការអនុម័តច្បាប់នានានៅក្នុងប្រទេសជប៉ុនប្រហែលជាមិនជាប់កាំងទេគឺធ្វើឲ្យជំហររបស់គណៈបកកណ្ដាលអំណាចនិងសម្ព័ន្ធមិត្តកាន់តែរឹងមាំជាងមុនបាទដែលឡែកនៅប្រទេសថៃយើងកំពុងតែរងចាំមើលណា